របៀបការពារនៅពេលមានបាតុភូតរន្ទះ Lightning Strike ធាតុអាកាសមានការប្រែប្រួលគ្រោះធម្មជាតិកើតមានជាថាហេតុក្នុងរដូវភ្លៀងធ្លាក់តែងកើតមានខ្យល់កន្ត្រាក់ផ្គររន្ទះជាញឹកញាប់មូលហេតុដែលបណ្ដាលឲ្យស្លាប់ពេលត្រូវរន្ទះបាញ់គឺបណ្ដាលមកពីការគាំងបេះដូងនៅពេលរន្ទះបាញ់ចំមនុស្សចរន្តទាំងអស់បានឆ្លងទៅដីជាមូលហេតុឲ្យសាច់ដុំបេះដូងបញ្ឈប់ចលនាជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើតដោយសាច់ដុំទ្រូងលែងមានចលនា muscle spasm គ្មានចលនាដង្ហើមគ្មានខ្យល់ចូលសួតគ្មានអុកស៊ីសែនក្នុងឈាមសរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូងរន្ទះបាញ់ក៏អាចបណ្ដាលឲ្យហើមឬដាច់សរសៃឈាមចូលក្បាលដែរអ្នកសង្គ្រោះត្រូវពិនិត្យថាកន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយបើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើមគ្មានជីពចរគ្មានរបួសលើឆ្អឹងកងការធ្វើចលនាបេះដូងដង្ហើមត្រូវចាប់ផ្ដើមភ្លាមរហូតមានក្រុមសង្គ្រោះមកជួយក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុមការសង្គ្រោះបឋមត្រូវធ្វើលើអ្នកកាំងបេះដូងនិងដង្ហើមមុនគេវិធីការពារពេលកំពុងបើកបររថយន្តត្រូវស្ថិតក្នុងរថយន្តនិងមិនត្រូវប៉ះវត្ថុម្លងបើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះឃ្លាបពីគ្នាចម្ងាយ30ម៉ែត្រ100ហ្វីតមិនត្រូវជ្រកក្រោមដើមឈើត្រូវស្ថិតនៅក្នុងផ្ទះនិងត្រូវបិទទូរស័ព្ទទូរទស្សន៍វិទ្យុត្រូវចាំថាជារន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេការសង្គ្រោះទាន់ពេលអាចជួយជីវិតជនរងគ្រោះបាន